សួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះយើងមកមើលកង្កែបសាច់របស់យើងបងប្អូនតាមពិតនេះវាមិនមែនជាកង្កែបសាច់ទេកង្កែបនេះខ្ញុំអាចនិយាយបានថាខ្ញុំទុកចម្រាញ់ទុកធ្វើមេបាពូជបងប្អូនពួកយើងចិញ្ចឹមដបងអញ្ចឹងវាអត់ទាន់នេះណាបងប្អូនវាអត់ទាន់មានមេបាច្រើនទេអញ្ចឹងយើងបង្កើនមេបាសម្រាប់ឆ្នាំក្រោយទៀតបងប្អូនសម្រាប់ឆ្នាំក្រោយខ្ញុំនឹងបរិយាវាបាន150គូសម្រាប់ពុតពងនៅយើងភ្ញាក់វាវិលជុំអញ្ចឹងណាហើយដល់ពេលដែលខ្ញុំបង្កើតបានច្រើនពុកម៉ែបងប្អូនអាចអត់តំណងកំងកូនកង្កែបពីខ្ញុំបាននេះហើយកង្កែបដែលខ្ញុំសម្រាំងទុកបងប្អូនអាយុវាទុំតែអានេះវាមួយខែជាងចូល2ខែបងប្អូនអានេះយើងរត់ចាប់ពីកូនក្អុកមកណាបងប្អូនពួកយើងភ្ញាក់ខ្លួនឯងបានប៉ុណ្ណឹងបងប្អូន2ខែចូល2ខែបាទអញ្ចឹងចាំមើលដល់ឆ្នាំក្រោយបងប្អូនឆ្នាំក្រោយអាចពុតពងសម្រាប់ពុកម៉ែបងប្អូនបានបងអាចកំងបានបាទនេះកង្កែបរបស់យើងបងប្អូនតិចទេបងប្អូននេះ100ជាង170តែនៅក្នុង170នោះយើងអត់ដឹងថាមានបាប្រមាណមេប្រមាណទេព្រោះដោយសារវានៅរៀងទូចដែរយើងអត់ទាន់ចាប់បំបែកវាបានចាប់បំបែកមេផ្សេងបាផ្សេងក្នុងបានយើងដឹងចំនួនគូវាបងប្អូនតើនៅក្នុងនោះយើងអាចបានប្រមាណគូអញ្ចឹងណាតែនៅក្នុងអាងនេះបើតាមតែខ្ញុំសង្កេតមើលមេវាដូចជាច្រើនតែមេណាអាចនឹងច្រើនជាងមេបាយើងវាតិចតែកែបនេះបើសិនជាខ្ញុំរើសយកធ្វើមេបាពូជគឺខ្ញុំយកតែមេទេខ្ញុំអត់យកឲ្យបាទេបាយើងរកឲ្យបាផ្សេងដើម្បីកុំឲ្យវាជន់ឈាមគ្នាចឹងចាំតាមដានទាំងអស់គ្នាឆ្នាំក្រោយជួបគ្នាបងប្អូនអរគុណច្រើនវីដេអូនេះមានប៉ុណ្ណេះបងប្អូនចាំជួបគ្នា